សួស្តីទាំងអស់គ្នាថ្ងៃនេះសូមធ្វើវីដេអូតាក់ទងអំពីអឺទីក្រុង Marrakech នៅឯប្រទេសម៉ារ៉ុកខ្ញុំមានថ្ងៃហូបសម្រាកដូច្នេះក៏បានមកលេងនៅទីនេះហើយអ្នកទាំងអស់គ្នាបានឃើញទីនេះគឺជាតំបន់ភ្ញៀវទេសចរប៉ុន្តែនេះគឺជាផ្សារធំផុសគេនៅឯតំបន់ Marrakech នឹងត្មងណាបងប្អូនអាចឃើញថានៅក្នុងហ្នឹងគឺមានមនុស្សជាច្រើនដើរលេងមានហើយផ្សារគេហ្នឹងបែបលក្ខណៈអើយបែបអញ្ចឹងនិយាយទៅគឺថាលក់អីវ៉ាន់គ្រប់មុខហ្មងមិនដឹងជាស្អីនឹងស្អីទេគឺមានកាបូបមានលក្ខណៈស្បែកជើងខ្សែក្រវ៉ាត់អាហារហូបចុកអើយវ៉ាលីខោអាវគ្រឿងសម្ភារៈអនុស្សាវរីយ៍មានគ្រប់សពមានទាំងថ្មីទាំងមកទឹកមានទាំងកន្លែងជួសជុលដេរអានេះសិស្សស្បែកជើងម៉ាក់នៅនេះហ៎បងប្អូន ហើយនៅតំណឹងវិញគឺថាល្បីព្រោះឲ្យមានភ្ញៀវទេសចរជាច្រើនគាត់តែមកដល់ Marrakech គឺគាត់តែងតែមកទីហ្នឹងដើម្បីធ្វើការទស្សនាមកទិញអីវ៉ាន់ជាអីវ៉ាន់អនុស្សាវរីយ៍អីចឹងហើយភ្ញៀវបរទេសគឺមកពីគ្រប់ខេត្តក្រុងតែហ្មងភាគច្រើនមកពីខាងសហគមន៍អឺរ៉ុបហ្នឹងក៏ច្រើនដែរដោយបងប្អូនអាចឃើញផ្ទាល់អញ្ចឹងហើយនៅក្នុងវីដេអូហ្នឹងទាំងហើយនៅកន្លែងនេះវិញគឺគេហើយនៅនេះភាគច្រើនអ្នកលក់វិញបើបងប្អូនចាប់អារម្មណ៍គឺថាសិតតែមនុស្សប្រុសភាគច្រើនមានដែរមនុស្សស្រីតែតិចតួចណាហើយនេះកាហ្វេអាតេសរបស់គេតម្លៃអត់ថ្លៃទេតែ10អឺ10លុយម៉ារ៉ាកេសទេម៉ារ៉ាកេសចឹងឯងហើយអានេះគឺគេលក្ខណៈគេលក់អីវ៉ាន់គេគេជូតគ្រប់ហ្មងបងប្អូនគេជូតតុគេជូតហើយគេយកមកជូតប្រាប់គេបាញ់កាហ្វេឲ្យយើងនឹងទៀតវាឆ្ងាញ់វាមានជាតិបងប្អូននិយាយលេងទេណាហើយនេះគឺកាហ្វេរបស់គេខ្ញុំបានទិញមួយកែវដែរហើយគេដាក់ចម្រៀងអីយើងអាចរាំលេងសប្បាយមែនតើហើយនេះវិញគឺខ្ញុំមានអារម្មណ៍ថាដូចដើរដល់ចូលទៅក្នុងការជំនាន់ខ្ញុំនៅក្មេងនៅឯប្រទេសយើងអញ្ចឹងណាបងប្អូនលក្ខណៈថាផ្សារយើងអញ្ចឹងណាឥឡូវផ្សារយើងវាយើងទំនើបជាងហើយអានេះគឺខ្ញុំចង់និយាយថាជំនាន់ខ្ញុំនៅក្មេងណាហើយអានេះគឺកន្លែងគេឆ្លាក់អានេះយើងទិញទៅជាកងដៃកងអីចឹងគេឆ្លាក់ឈ្មោះយើងចង់ធ្វើជាអនុស្សាវរីយ៍ជូនទៅអ្នកណាយើងអាចដាក់ឈ្មោះគេឆ្លាក់នៅហ្នឹងហើយទល់មកខ្ញុំហ្នឹងគឺថាកន្លែងគេលក់អីវ៉ាន់ផ្សេងទៀតមានកន្លែងម៉ាស្សាហើយមានរេស្តូរ៉ង់របស់គេនៅហ្នឹងក៏មានដែរមានគ្រប់ហ្មងនិយាយទៅហើយអានេះវិញគឺខ្ញុំមកដល់កន្លែងគេលក់នំរបស់គេហ្នឹងបែបលក្ខណៈនំតំបន់របស់គេណាឆ្ងាញ់តែតែទិញទៅអាមូ4ជ្រុងដូចពីរ៉ាមីតហ្នឹងវាផ្អែមហើយតាប៉ែតហ្នឹងយើងចង់ដាក់ផ្អែមក៏បានដែរយើងអាចរើសណាហើយ4ជ្រុងហ្នឹងមានជាលក្ខណៈប្រៃក៏មានដែរជាលក្ខណៈមកបន្លែខាងក្នុងក៏មានសាច់មាន់ក៏មានអីចឹងហើយមកដល់នេះវិញគឺថាផ្សារគេផ្សារខាងក្រៅហ្នឹងយើងដើរចេញមកគឺផ្សារកន្លែងហ្នឹងគឺទីទីតាំងគឺទលាយមែនតើគឺធំប៉ុន្តែគ្រាន់តែចង់និយាយថាចូលគ្រប់មានទាំងឡានចូលទាំងកង់ទាំងម៉ូតូអាតេសលម៉អីមកទាំងអស់ហើយគេដាក់កដាហ្នឹងគឺថាខ្ញុំដាក់អក្សរនៅលើហ្នឹងឲ្យឈ្មោះកទីតាំងណាបងប្អូនហើយនៅហ្នឹងល្ងាចអីមានគេគូសម្រាមដៃគូរូបលក្ខណៈបែបស្ទាយម៉ារ៉ុកអញ្ចឹងហើយនេះហាងទៀមកាហ្វេគេនេះចង់មកញ៉ាំកាហ្វេញ៉ាំអីហ្នឹងទៅហើយខាងមុខហ្នឹងគេលក់អីវ៉ាន់នំចំណីអីហ្នឹងខ្ញុំបានជួយទិញគាត់ដែរតែនិយាយទៅមិនមែនអ្នកជួយចិត្តអីបានទេផ្អែមខ្លាំងណាបងប្អូនតែឆ្ងាញ់បើយើងញ៉ាំតិចតួចជាមួយតែឆ្ងាញ់នៅនេះគេឲ្យតែម្យ៉ាងរបស់គេតែលក្ខណៈដាក់ជាមួយជីអង្កាមណារៀងចត់រៀងល្វីងប៉ុន្តែម្យ៉ាងដែរហើយនេះខ្ញុំតាមមកមួយជ្រុងទៀតហើយកន្លែងនេះគេរៀងលក់កៅអៅលក្ខណៈបែបម៉ារ៉ុកកៅអៅកៅអៅបែបទាន់សម័យក៏មានហើយលក់និយាយទៅគឺផ្សារនិយាយទៅបងប្អូនគឺថាផ្សារស្អីក៏មានដែរមានទាំងអីវ៉ាន់ហូបចុកអីវ៉ាន់ប្រើប្រាស់គឺគ្រប់មុខនៅទីនេះមានទាំងអស់ហើយភ្ញៀវទេសចរនិយាយទៅគឺច្រើននៅនេះរៀងក្តៅបងប្អូនពេលចេញឈរនៅក្រៅចឹងក្តៅមែនតើនិយាយទៅគឺក្តៅគួរសមវាមិនក្តៅខ្លាំងហ្មងទេប៉ុន្តែដូចបងប្អូនអាចដឹងចឹងម៉ារ៉ុកគឺលក្ខណៈខាងទ្វីបហ្នឹងគឺរៀងក្តៅមានសាច់ច្រើនសត្វអូតសត្វអីនៅហ្នឹងចឹងទៅវារៀងក្តៅដល់ពេលថ្ងៃត្រង់អីហ្នឹងវាក្តៅបែបគណៈបែបហួតដែរអញ្ចឹងណាចឹងទៅដល់ញ៉ាំទឹកឲ្យច្រើនតិចអ្នកដែលមកបងប្អូនថ្ងៃណាមកលេងកុំភ្លេចញ៉ាំទឹកច្រើនតិចទៅបើឮខ្ញុំសួរអ្នកនៅនឹងដែរគាត់ថាបើសិនជាយើងមកខែ8អីព្រោះអីខ្ញុំទៅនឹងខែ3ដូច្នេះអត់សូវជាល្ងាចក្តៅអីខ្លាំងទេប៉ុន្តែបើទៅចំខែក្តៅផុសគេខែ8ខែ7 8 9អីហ្នឹងអូគេថាក្តៅខ្លាំងណាស់